ព័ត៌មានក្តៅៗបងប្អូនអំពីរាជធានីភ្នំពេញរបស់យើងតែម្ដងគឺថ្ងៃហ្នឹងរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជួសជុលនៅបោះសម្អាតទៅលើបណ្ដោយផ្លូវ230ដែលស្ថិតនៅលើមហាវិថីម៉ៅស៊ីនតុងនិងមហាវិថី Primary Rate ដោយការបោះសម្អាតនិងជួសជុលនេះគឺមានការជួសជុលនិងបោះសម្អាតទៅលើបណ្ដោយផ្លូវពាក់ព័ន្ធជាមួយនឹងសម្ដាប់ធ្នាប់សម្រាប់អីចឹងទៅហើយក៏ខាងរដ្ឋបាលរាជធានីភ្នំពេញក៏បាននិយាយដែរពាក់ព័ន្ធជាមួយនឹងអាជីវករដែលលក់ឬក៏ដាក់អីវ៉ាន់មករំលោភបំពានមើលលើចិញ្ចើមផ្លូវនិងទ្រុងផ្លូវអីចឹងទៅជាពិសេសគឺនៅម្ដុំផ្សារដើមគោតែម្ដងបងប្អូនហើយពាក់ព័ន្ធជាមួយរឿងផ្សារដើមគោពាក់ព័ន្ធជាមួយនឹងអាជីវករធ្វើបាតកម្មជំនាញរហូតមកដល់ថ្ងៃហ្នឹងគឺមានការបោះសម្អាតផ្លូវនិងជួសជុលហ្នឹងគឺអត់តន់ចប់ទេគឺពាក់ព័ន្ធជាមួយរឿងហ្នឹងសម្រាប់បងប្អូនមានកំណត់យោបល់មិនដែរពាក់ព័ន្ធជាមួយរឿងហ្នឹងតែបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាធម្មតាទេរាជធានីដែលជាបេះដូងនៃប្រទេសមួយមិនថាកម្ពុជាបើយើងឬក៏ប្រទេសផ្សេងទេវាគឺជាតំបន់គោលដៅសំខាន់តែម្ដងអញ្ចឹងការរៀបចំសណ្ដាប់ធ្នាប់គឺវាត្រូវតែខ្លាំងកន្លែងនេះបើខ្ញុំនិយាយទៅវារឿងប៉ះពាល់ទៅដល់ការរកស៊ីរបស់អាជីវករមួយចំនួនប៉ុន្តែយើងធ្វើវាមិនបើយើងទៅមើលតាមបណ្ដាប្រទេសធំមិនថាវៀតណាមឬក៏ប្រទេសផ្សេងដូចជាចិនដូចជាអីឲ្យតាប្រភេទជារាជធានីធំរបស់គេដែលជាបេះដូងនៃប្រទេសរបស់គេគឺវាត្រូវតែល្អឥតខ្ចោះឬក៏ត្រូវតែល្អអញ្ចឹងណាបងប្អូនហ្នឹងហើយខ្ញុំនឹងថានិយាយទៅប៉ះពាល់ដល់អាជីវករប៉ុន្តែមិនដឹងធ្វើម៉េចខ្ញុំនិយាយតាមអ្វីដែលមើលឃើញអញ្ចឹងទៅហើយបងប្អូនមានកំណត់យោបល់មិនពាក់ព័ន្ធជាមួយរឿងហ្នឹងសូមចូលខមមិននៅក្រោមវីដេអូផងបាទអរគុណច្រើនហើយពាក់ព័ន្ធជាមួយរឿងផ្សារដើមគោហ្នឹងខ្ញុំអាចនឹងចេញវីដេអូទី3មួយទៀតបាទអរគុណ